កូនមាសឪពុកកូនត្រូវហាត់ធ្វើខ្លួនឲ្យសុភាពរៀបសារមានការព្យាយាមចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការដើម្បីជាប់ជាឧបនិស្ស័យដ៏ធំឡើងកូនបានធ្វើជាមនុស្សល្អជាមនុស្សមានសេចក្តីចម្រើនមាំទាំក្នុងជីវិតកូននៅតូចកូនធ្វើអ្វីត្រូវឲ្យនៅក្នុងការវឹកហាត់កសាងខ្លួនបើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះកូនធ្វើអ្វីតែងតែមានរបៀបរៀបរយកាលបើមានរបៀបរៀបរយល្អហើយកូនអាចរៀនសូត្រនិងធ្វើការងារផ្សេងបានដោយត្រឹមត្រូវតទៅកូននឹងបានជាមនុស្សដែលមានសេចក្តីសម្រេចនិងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដកូនមាសឪពុកកូនត្រូវតែជាមនុស្សល្អដូចតទៅ1ជាកូនដែលល្អរបស់ឪពុកម្ដាយ2ជាសិស្សដែលល្អរបស់គ្រូអាចារ្យ3ជាមិត្តដែលល្អរបស់មិត្ត4ជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ5ជាសាវកល្អរបស់ព្រះសម្មាសម្ពុទ្ធចូលកូនមានជីវិតត្រឹមត្រូវក្នុងលោកនេះដោយខំប្រឹងសាងនូវសុចរិតពិតប្រាកដចូលកូនរស់នៅឲ្យបាននូវសេចក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូលកូនប្រាថ្នាឲ្យពិភពលោកបានជួបនូវសេចក្តីសុខស្ងប់កូនមាសឪពុកកូនត្រូវដឹងថាធម៌រមែងរក្សាឲ្យយើងមានសេចក្តីសុខតែធម៌នឹងមករក្សាយើងមិនបានឡើយបើយើងមិនបានចូលទៅរកធម៌នោះទេប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនបានទៅបរិភោគនៅអាហារនោះទេយ៉ាងណាមិញធម៌ក៏យ៉ាងនោះដែរបើយើងមិនបានយកមកបដិបត្តិទេធម៌ក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមានសេចក្តីសុខសេចក្តីចម្រើនទៅបានក៏ព្រោះតែយើងបានបដិបត្តិនៅធម៌នឹងឯងធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីទាំងអស់ព្រោះធម៌ធ្វើឲ្យជីវិតយើងមានគុណតម្លៃកូនមាសឪពុកជីវិតរបស់ឪពុកតាំងពីមានកូនរហូតមកដល់ខណៈនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ខ្លាំងណាស់ណាទេក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកនិងម្ដាយប្រាថ្នាប្រគល់ឲ្យកូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកម្ដាយណែនាំផលនឹងកើតបានជាគុណតម្លៃនិងជាសេចក្តីសុខឲ្យកូនរួមទាំងគ្រួសារព្រមទាំងអ្នកដែលនៅជុំវិញកូនទៀតផងកូនមាសឪពុកការចូលរៀនក្នុងសាលាការលេងកីឡាការសម្ដែងសិល្បៈជាដើមទាំងអស់នេះគឺត្រូវមានគ្រូមានការគ្រប់គ្រងមានការបង្វឹកពីខាងដើមមកយ៉ាងណាមិញមនុស្សយើងតាំងពីតូចរហូតដល់ធំនឹងចេះតែមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះក៏ត្រូវមានឪពុកម្ដាយមានគ្រូមានអ្នកមើលថែនិងមានអ្នកបង្ហាត់បង្រៀនយ៉ាងនោះដែរការបើកូនមានការចេះដឹងមានការប្រតិបត្តិហើយនោះកូនរមែងមានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដឪពុកនិងម្ដាយកូនមានសេចក្តីសុខណាស់កាលបើបានមើលថែនឹងទូមានអប់រំដល់កូនហើយកូនជាមនុស្សប្រដៅងាយប្រព្រឹត្តល្អចម្រើនដោយគុណនិងមានសីលធម៌ប្រចាំខ្លួនជាប់ជានិច្ចការដែលឪពុកម្ដាយទូមាននោះឪសូមអោយពរកូនមាសឪពុកកតញ្ញូតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្សការដឹងគុណ
និងការតបគុណនោះអាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបានបុគ្គលដែលតបគុណដល់អ្នកដែលមានគុណរមែងមិននិយាយមិនធ្វើនៅអ្វីដែលជាហេតុនាំឲ្យមានភាពក្តៅក្រហាយចិត្តឡើយកតញ្ញូតាធម៌មានកម្លាំងដ៏ក្រៃលែងបើមិនគិតឲ្យល្អទេគឺមិនអាចយល់បានឡើយដូច្នេះកតញ្ញូតាធម៌កូនត្រូវខំប្រឹងគិតឲ្យបានល្អកុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ខុសសិលធម៌ខុសធម៌ខុសវិន័យទៅបានតាំងតែពីខុសតូចរហូតដល់ខុសធំគឺកើតមកអំពីការមិនដឹងគុណធម៌នឹងឯងតែបើកូនជាមនុស្សចេះដឹងគុណកូនមានសេចក្តីចម្រើនដោយកុសលម្យ៉ាងទៀតកតញ្ញូតាធម៌ដែលមានក្នុងខ្លួនកូនជាគ្រឿងសម្គាល់ថាកូនមាសឪពុកជាមនុស្សល្អ1មាតាបិតាជាព្រះព្រំរបស់បុត្រធីតាការដែលធ្វើឲ្យមាតាបិតាលំបាកចិត្តតឹងណែនក្នុងទ្រូងយំបង្ហូរទឹកភ្នែកគឺជាបាបកម្មដ៏ធ្ងន់របស់កូន2ការជឿស្ដាប់ដំបូន្មានល្អរបស់មាតាបិតារមែងមិនមានការសាបសូន្យឡើយពោលគឺមិនជជែករឹងរូសតែម្យ៉ាងកូននឹងបានល្អគ្រប់យ៉ាង3ការតបស្នងព្រះគុណដល់អ្នកមានគុណគឺតាំងតែពីអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋាន4ការបំពេញតួនាទីជាកូនល្អគឺជាការបដិបត្តិធម៌កូនល្អត្រូវភ្ញាក់ខ្លួនត្រូវរហ័សរហួនវាសវៃត្រូវឈានទៅមុខត្រូវធ្វើការងារប្រជែងជាមួយពេលវេលាដើម្បីកសាងខ្លួននិងដើម្បីការរីកចម្រើនដល់សង្គមជាតិ5អបាយមុខគ្រឿងញៀនគឺជាផ្លូវនៃសេចក្តីវិនាសសម្រាប់ជីវិតកូនមានឪពុកត្រូវដើរតាមផ្លូវព្រះកុំដើរតាមផ្លូវរបស់មាការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយសកូនត្រូវចេះពិចារណាដោយខ្លួនឯងដាស់តឿនខ្លួនឯងកុំលេះលោះកុំទម្រុនត្រូវឆ្ងាយពីអបាយមុខស្រីស្រាលបែងនិងបាបមិត្តត្រូវដើរនៅក្នុងផ្លូវធម៌ជានិច្ចកូនកុំប្រមាថក្នុងជីវិតផ្លូវនេះនៅជិតក្បែរមាត់ជ្រោះចិញ្ចឹមជីវិតឲ្យបានរស់កូនត្រូវស្គាល់គ្រោះឲ្យជាក់លាក់បាបមិត្តស្រីស្រានិងលបែងភ្នាល់ព្រមទាំងមិនខ្វល់នឹងធុរៈជាជ្រោះគ្រោះថ្នាក់ប្រកបជាជ្រោះជ្រៅមិនរាក់ធ្លាក់បាក់កដំណើរជីវិតពិតលំបាកតែបានធូរស្រាកព្រោះធ្វើល្អផ្លូវអបាយមុខមិនត្រាច់ចរចេះភ័យខ្លាចក្រប្រឹងរៀនសូត្រកូនមានឪពុកពេលវេលាដែលកន្លងទៅនិងជីវិតឪដែលបានកន្លងមកនេះជារយៈពេលយូរដែរហើយជីវិតឪបានឆ្លងកាត់រឿងរ៉ាវនៃជីវិតឆ្លងកាត់ព្យុះភ្លៀងនៃបញ្ហារាប់មិនអស់ឆ្លងកាត់សុខឆ្លងកាត់ទុក្ខនិងឆ្លងកាត់លោកធម៌ផ្សេងទៀតដ៏ច្រើនសន្ធឹកសន្ធាប់កូនស្ងួនមាសឪពុកអើយជីវិតរបស់មនុស្សគ្រប់រូបគ្រប់នាមមិនថាមានក្រល្អអាក្រក់ឡើយជាទីបំផុតនៃជីវិតទាំងអស់ត្រូវតែធ្លាក់ចូលក្នុងការចាស់ការឈឺនិងសេចក្តីស្លាប់ជាពិតប្រាកដក្នុងរយៈពេលនៃជីវិតឪដែលបានកន្លងមកនេះឪបានជួបប្រសពនឹងការដឹងរឿងរ៉ាវច្រើនក្នុងលោកឪមានពាក្យត្រូវប្រាប់កូនឲ្យបានដឹងចូលកូនប្រុងចាំស្ដាប់ជីវិតមនុស្សយើងនឹងមានសេចក្តីសុខទៅបានតលតែយកធម៌មកជាកល្យាណមិត្តយកធម៌មកទំនុកបំរុងឲ្យដល់ចិត្តតាំងទុកក្នុងចិត្តជានិច្ចជាអចិន្ត្រៃយ៍ធម៌ក្នុងទីនេះគឺការបំពេញនៅមុខនីតិនិងភាពត្រឹមត្រូវក្នុងពេលនេះ
សេចក្តីទុក្ខក៏បានមកដល់ជីវិតដើម្បីសាកល្បងយើងបើយើងមានសេចក្តីអត់ធន់ច្រើនប៉ុណ្ណាសេចក្តីសម្រេចក៏នឹងមានច្រើនប៉ុណ្ណោះដែរសេចក្តីសម្រេចមានសម្រាប់អ្នកដែលមានសេចក្តីអត់ធន់និងមាននូវសេចក្តីព្យាយាមសូមឲ្យកូនប្រកាន់នៅគតិមួយថាឧបសគ្គរមែងមកមុនសេចក្តីសម្រេចនិងសូមឲ្យកូននឹករឿយៗថាសេចក្តីសុខឬសេចក្តីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ឪពុកសូមឲ្យកូនធ្វើតែសេចក្តីល្អដល់ពេលចិត្តស្លាប់ចិត្តរបស់កូនមិនមានទុក្ខមិនមានការសៅហ្មងឡើយព្រោះការគិតរបស់មនុស្សចិត្តស្លាប់កាលបើបាបច្រើនការគិតក៏នាំមនុស្សសេចក្តីក្តៅក្រហាយមកដុតរលចិត្តតែបើធ្វើល្អច្រើនការគិតក៏នាំមនុស្សសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនការធ្វើល្អរស់នៅក៏បានល្អស្លាប់ទៅក៏បានល្អមិនមានអ្វីដែលធ្វើឲ្យទុក្ខកង្វល់ឡើយដើម្បីបានសុខក្នុងជីវិតត្រូវតែមានមិត្តឲ្យបានល្អនិងមានគំនិតថ្លៃបវរសន្សំធម៌សសាងជំរកជីវិតមានទុក្ខជាធម្មតាប្រៀបដូចជលសាមានរលកប៉ុន្តែបញ្ញាស្រាវជ្រាវរកចាប់យកសុខស្ងប់ត្រឡប់វិញដឹងថាទុក្ខពិតតែចិត្តស្ងប់នេះហើយជាទ្រព្យត្រូវបំពេញទុក្ខកាយតែចិត្តមិនតោមនិញជីវិតពោពេញដោយស្មារតីវិញ្ញាណមានធម៌ជាអាហារទើបបានសុខាទាំងប្រុសស្រីសុចរិតធម៌សជាចំណីសិរីសួស្តីមានរាល់ឆ្នាំកូនមាសឪពុកផ្កាឈើជាទីពេញចិត្តនៃសត្វឃ្មុំយ៉ាងណាមិញរបស់ស្អុយទាំងឡាយមានលាមកនឹងសាកសពជាដើមក៏ជាទីពេញចិត្តនៃសត្វរុយយ៉ាងនោះដែរបើកូនស្រីសម្លាញ់របស់ឪពុកមានកាយកម្មល្អមានវាចាល្អនិងមានចិត្តល្អរមែងប្រៀបដូចជាផ្កាឈើតែបើកូនមានកាយកម្មមិនល្អវាចាមិនល្អនិងចិត្តមិនល្អទេកូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដែរកូនស្រីមាសឪពុកគប្បីជ្រើសរើសយកខ្លួនឯងតើកូនត្រូវការឲ្យរុយវារោមឬត្រូវឲ្យឃ្មុំវាក្រេបបើកូនស្រីត្រូវការឲ្យឃ្មុំមកទុំក្រេបកូនត្រូវប្រតិបត្តិខ្លួនឲ្យមានកាយកម្មល្អស្អាតវាចាល្អស្អាតនិងចិត្តល្អស្អាតពោលគឺកូនត្រូវធ្វើជាមនុស្សដែលមានសីលធម៌បើកូនស្រីប្រព្រឹត្តទៅពីល្អស្អាតកូនត្រូវតែជួបជាមួយរុយដែលនាំមកនូវសេចក្តីសៅហ្មងនិងសេចក្តីស្មុគគ្រោកមានតែលំអងកេសរផ្កានេះជាឈ្មោះនៃមនុស្សល្អបើកូនជាមនុស្សផ្កាកូននឹងមានមនុស្សល្អមករកកូនញ៉ាំងប្រយោជន៍ឲ្យទូលំទូលាយម្យ៉ាងទៀតឃ្មុំជាឈ្មោះនៃសិរីសួស្តីឪសូមឲ្យពរកូនស្រីសូមឲ្យកូនស្រីបានទៅជាមនុស្សល្អប្រៀបដូចជាផ្កាឈើសូមឲ្យកូនស្រីបានឆ្លងរួចពីការសៅហ្មងកុំជាមនុស្សស្អុយឡើយកូនមាសឪពុកឃ្មុំចូលចិត្តរបស់ក្រអូបរបស់ផ្អែមឯចំណែកសត្វរុយវិញរមែងចូលចិត្តរបស់ស្អុយរបស់រលួយកូនប្រុសមាសឪពុកបើកូនចូលចិត្តរបស់ដែលមិនល្អគឺសេពមនុស្សមិនល្អគិតមិនល្អនិយាយមិនល្អធ្វើមិនល្អនឹងទៅកាន់ឋានទីដែលមិនល្អហើយកូនក៏ប្រៀបដូចជាសត្វរុយអញ្ចឹងឯងបើកូនគិតល្អនិយាយល្អធ្វើល្អសេពគប់មិត្តល្អកូនក៏ប្រកាសដូចជាឃ្មុំដូចពិតបើកូនប្រុសជាឃ្មុំកូនរមែងបានជួបជាមួយនឹងផ្កាតែបើកូនជារុយវិញកូនរមែងបានជួបជាមួយនឹងមនុស្សដែលស្អុយរលួយ